បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមុងណារ៉េតពីទីក្រុងឡុងគឺរាត្រីថ្ងៃទី3នៅរាត្រីនេះខ្ញុំមានព័ត៌មានជាច្រើនដែលនឹងជម្រាបជូនបងប្អូនភាគច្រើនជាព័ត៌មានដំណឹងក្នុងស្រុកទេហើយមានដំណឹងអន្តរជាតិមួយដែរដោយសារតែរឿងអន្តរជាតិនេះគឺវាកើតឡើងច្រើនដែរប៉ុន្តែដូចជាដដែលដែរហើយរឿងដែលសំខាន់ដែលខ្ញុំនឹងជម្រាបជូនបងប្អូនតាមមាតិកាដែលមានតាមលំដាប់លំដោយគឺដូចខាងក្រោមនេះបាទទី1នាយករដ្ឋមន្ត្រីថៃទាត់ចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដោយចាត់ទុកថាស្ដាប់តែម្ខាងថៃជួលច្របល់រឿងកម្ពុជាគ្រោងសរសេរលិខិតទៅកាន់អង្គការសហប្រជាជាតិសុំឲ្យទទួលស្គាល់ MOU 2000និងផែនទីខ្នាត1/200,000លោកម៉ាចត្រាយំតូចចិត្តរឿងមិនអាចការពារព្រៃឈើបានពលរដ្ឋអើលដែលព្រះមហាក្សត្រខ្មែរប្រញាប់ចេញលិខិតជូនពរខួបកំណើតលោកហ៊ុនសែនតែមិនទាន់ឃើញអន្តរាគមករណីលោករងឈុននិងអ្នកទោសមនសិការជាង130នាក់ពលរដ្ឋជំរុញឲ្យចាត់ការពេទ្យសង្គ្រោះបន្ទាន់ម្នាក់ដែលបង្ខំសំទោសដែលបន្លំបៀតបៀននារីអ្នកជំងឺក្នុងពេលកំពុងសង្គ្រោះបន្ទាន់3ធនាគារថ្មីទៀតត្រូវបានធនាគារជាតិកម្ពុជាដកហូតអាជ្ញាប័ណ្ណនិងដាក់ឲ្យជំរះបញ្ជីអ៊ីរ៉ង់ទាត់ចោលព័ត៌មានដែលថាមានការចរចាជាមួយនឹងអាមេរិកនៅពេលនេះបាទនឹងសរុបព័ត៌មានប្រចាំថ្ងៃឬក៏ព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបាទព័ត៌មាននេះគឺមានមិនច្រើនទេហើយខ្ញុំមានពេលប្រហែលជា40នាទីខ្ញុំនឹងស្រូតដើម្បីនឹងបញ្ចប់ព័ត៌មាននេះហើយមុននឹងចាប់ផ្ដើមព័ត៌មានខ្ញុំសូមខន្តីអភ័យទោសផងបងប្អូនដែលមួយរយៈពេលនេះគឺរៀងរាល់សៅរ៍អាទិត្យវីដេអូរបស់ខ្ញុំដែលផ្សាយទៅនេះវាហាក់បីដូចជាមិនច្បាស់សំឡេងក៏រអាក់រអួលខ្លះហើយនឹងរូបភាពក៏ព្រិលដែរប៉ុន្តែខ្ញុំសប្បាយចិត្តត្រង់ថាសំឡេងនៅលឺអាចស្ដាប់បានរូបភាពស្ដាប់មើលមិនឃើញក៏មិនអីដែរព្រោះអីមួងណារ៉េតមុខដដែលនឹងទេសំខាន់ឲ្យតែលឺសំឡេងនេះអាចមកពីសេវាអ៊ីនធឺណិតដែលអាចថាសៅរ៍អាទិត្យចឹងទៅគឺមានការប្រើប្រាស់ច្រើនទាញទៅវា down វាថាបានប៉ុន្តែខ្ញុំកំពុងតែតាក់ទងក្រុមហ៊ុនពិនិត្យមើលរឿងនេះហើយម្ដងទៀតខ្ញុំសូមអធិស្ឋានចំពោះបញ្ហារូបភាពអត់បានមានរូបភាពវីដេអូអីបញ្ចាំងដើម្បីឲ្យបងប្អូនមើលទៅឃើញតែមុខមួងណារ៉េតដដែលនឹងចឹងសង្ឃឹមថាបិទភ្នែកស្ដាប់សំឡេងទៅក៏លឺដែរមិនអីទេព្រោះមុខមួងណារ៉េតនឹងតែប៉ុណ្្នឹងដែរអត់មានអីលឺនឹងទេទោះពលឺប៉ុណ្ណាចាំងប៉ុណ្ណាក៏តែប៉ុណ្្នឹងដែរតែបើបងប្អូនឃើញមួងណារ៉េតនៅក្រៅប្រហែលជាអាចគិតថាកាមេរ៉ានេះគឺចាស់ច្រើនជាអាយុព្រោះអត់ស៊ីកាមេរ៉ាទេបាទតទៅទៀតគឺព័ត៌មានទី1នេះតកតងនឹងនាយករដ្ឋមន្ត្រីថៃទាត់ចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំស្កាន់ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាហ្នឹងថាយកព័ត៌មានតាមខាងចោះរឿងអីទៀតហើយជួលច្បល់អីហើយបានជាថៃម្ដងនេះដើរតួធ្វើដូចកម្ពុជាម៉េះយើងធ្លាប់តែឃើញតែកម្ពុជាតើដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបណាក៏ដោយមួយណាក៏ដោយក៏មិនដែលរាយការណ៍ត្រូវពីព្រឹត្តិការណ៍ស្រុកខ្មែរសូម្បីតែមួយដងអត់ដែលសរសើរអត់ដែលផ្សាយអត់ដែលយកចិត្តទុកដាក់ហើយដូចលើកនេះផងលើកនេះគឺកម្ពុជាស្វាគមន៍លោក Thomas Andrews យ៉ាងកក់ក្ដៅទាំងនាយករដ្ឋមន្ត្រីទាំងប្រធានព្រឹទ្ធសភានិយាយទៅគឺឱកាសដែលអ្នករាយការណ៍ពិសេសទៅស្រុកខ្មែរនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃប្រវត្តិនៃអ្នករាយការណ៍ពិសេសទៅកាន់ប្រទេសកម្ពុជាដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅបងប្អូនចម្លែកមែនតើទេដែលថាចុះពីមុន Yasgai សូរិយាស៊ូប៊ីឌីបើសូរិយាស៊ូប៊ីឌីលោក Yasgai នេះត្រូវបានមន្ត្រីរដ្ឋាភិបាលចោទប្រកាន់ថាសុទ្ធតែជាអ្នកទេសចរពួកដែលមកសម្ពាយមកគ្រាន់តែបានមកលេងសប្បាយនៅស្រុកខ្មែរយកលុយហើយប្រាក់ខែឲ្យមករីការលំអៀងកាន់ជើងបកប្រឆាំងហ្នឹងរឿងលោក Yasgai លោកសូរិយាស៊ូប៊ីឌីមិនមែនត្រឹមតែរដ្ឋាភិបាលមិនគ្រប់គ្រងទេណាគឺឲ្យនិស្សិតមកក្រុមនៅសាកលវិទ្យាល័យមួយឯកជនឡើងទៅប្រលាស់លោកសូរិយាស៊ូប៊ីឌី
ទៅចោតប្រកាន់អ្នករាយការណ៍ពិសេសហ្នឹងទៅដៀលថ្មាស់តេះដៀលគាត់ថាស្អីណាជាប្រជាជនមានសញ្ជាតិនេប៉ាល់សោះណែឯងមិនទៅមើលស្រុកនេប៉ាល់ណែឯងនោះបញ្ហាសិទ្ធិមនុស្សដោះស្រាយខ្លួនឯងនឹងឲ្យសកាមិនព្រមដោះស្រាយឲ្យស្រួលបួលទេមកររឿងមើលសិទ្ធិមនុស្សនៅស្រុកខ្មែរធ្វើឲ្យនិស្សិតបញ្ញវន្តខ្មែរហ្នឹងគឺថាគូក្បាលយើងត្រូវគេមើលងាយដោយមិនដឹងក្បាលដឹងកតុយអីដោយសារតែយើងគ្រប់គ្រងរដ្ឋាភិបាលផ្កាប់មុខឲ្យខ្លាយជាឧបករណ៍នយោបាយរបស់គេទៅស្ដីឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគេមករករឿងដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅស្រុកខ្មែរអាខ្លួនឯងហ្នឹងត្រូវគេបំពេញតែដោយសារតែយើងគ្រប់គ្រងគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលហ្នឹងទៅនាំគ្នាទៅស្ដីឲ្យថាឲ្យលោកសូរិយាសុបតីផ្អើលពេញពិភពលោកហើយលោកសូរិយាសុបតីនឹង very polite គឺសគុតសគុំរំទុំ professional មានវិជ្ជាជីវៈថ្លៃថ្នូរហើយគាត់បដៅក្មេងទាំងអស់នោះរហូតដល់សារហ្នឹងរហូតដល់មកដល់ឥឡូវទៀតតាគាត់បានណែនាំថាអ្នកនឹងដឹងខ្លួនថាពេលណាមួយអ្នកនឹងខ្លាយទៅជាជនរងគ្រោះឬក៏អាចថារឿងដែលគាត់ធ្វើនេះគឺដើម្បីប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាទេហើយកុំទៅចោទគាត់ថាជាជននេប៉ាល់ហេតុអីមិនមើលនេប៉ាល់គាត់ជាជនជាតិនេប៉ាល់មែនក៏ប៉ុន្តែគាត់ជាប់អាណត្តិជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបើគាត់ជាប់ទៅជាអ្នករាយការណ៍ពិសេសប្រចាំនៅប្រទេសនេប៉ាល់គាត់ច្បាស់ជាធ្វើឲ្យនេប៉ាល់ហើយយើងហ្នឹងក៏និស្សិតបញ្ញវន្តយើងហ្នឹងក៏ខ្ញុំកាលហ្នឹងខ្ញុំជុំក្នុងចិត្តថាបងប្អូនស្ដាយយុវជនយើង7ក្បាលដូចវល់ដូចកទេសឡង់ដោយសារតែយូអើយហើយរឿងលោកសូរិយាសុបតីហ្នឹងពេលហ្នឹងក៏អញ្ចឹងដែរការពិតដល់តែពេលលោកវិទិតមន្តភ័ណ្ឌររឿងអ្នករាយការណ៍ពិសេសនេះថាលំអៀងទៀតដោយសារអីជនជាតិថៃដល់ទៅពេលរឿងព្រំដែនខ្មែរថៃលោកវិទិតមន្តភ័ណ្ឌនេះមិនបានរាយការណ៍អីច្រើនក៏លាចេញពីតំណែងទៅកុំឲ្យរងសម្ពាធតាក់ទងនឹងរឿងថាគាត់ជាថៃហើយច្រើនពីព្រំដែនអញ្ចឹងទៅក៏ចេញលោក Thomas Andrews នេះមកដែលជាជនជាតិអាមេរិកជាអតីតអ្នកតំណាងរាស្ត្រជាអ្នកដែលធ្លាប់ធ្វើកិច្ចការបោះឆ្នោតចុះទៅខ្មែរទទួលដៃ10ខ្ញុំសប្បាយចិត្តមែនតើនិយាយឲ្យស្មោះក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំសប្បាយចិត្តហើយក៏ខ្ញុំកោតសរសើររដ្ឋាភិបាលកម្ពុជាដែរកោតសរសើរថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាដែលពេលនេះខុសពីពេលណាទាំងអស់ស្រាប់តែបើកទ្វារទទួលស្វាគមន៍លោក Thomas Andrews យ៉ាងកក់ក្ដៅដែលធ្វើឲ្យខ្ញុំមានមោទនភាពជាខ្មែរថាយើងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិគេទៅជួយយើងទៅតើក៏ប៉ុន្តែរាល់ដងហ្នឹងយើងមិនស្វាគមន៍គេដោយសារអីសម្រាមយើងវាច្រើនពេកដល់តែពេលគេចោះទៅនិយាយពីសម្រាមផ្ទះយើងរករឿងគេមកជួយបោសសម្រាមយើងមកទាញអំបោសឲ្យទាត់3ជើងធាក់4ទាត់3ជើងដាល់4 5ដៃទៀតប្រាប់ថាអត់មានមកញ៉ៃទេសម្រាមនេះទុកនៅឲ្យស្អុយលលួយហ្នឹងឯងព្រោះខ្ញុំត្រូវការអញ្ចឹងព្រោះតែស្អាតពេកទៅវាអត់ស្រួលឲ្យកើតរោគបងប្អូនរឿងនេះដូចរឿងកំ pl ែងដែរបងប្អូនណាពេលខ្លះខ្ញុំនិយាយនេះគឺវាជាការពិតតែជាដូចជារឿងកំ pl ែងរាងកាយរបស់យើងនេះណាយើងជាជនជាតិអាស៊ីនេះមកនៅអាមេរិកនេះយើងមានភ័ព្វវាសនាលើសជនជាតិអាមេរិកដែលកើតនៅអាមេរិកនេះទាំងអស់ដោយសារអីរាងកាយរបស់យើងនៅក្នុងខ្លួនយើងវាមានមេរោគច្រើនបងប្អូនមកសួរខ្ញុំអញមកទៅជាមានមេរោគច្រើនវាទៅជាសំណាងទៅវិញបងប្អូនដោយការទទួលទានរបៀបរបបអាហារនៅស្រុកខ្មែរយើងជាពិសេសនៅតំបន់អាស៊ីយើងមិនមែនតែខ្មែរទេតំបន់អាស៊ីច្រើនទៀតយើងស្មោកគ្រោកណាស់យើងអត់សូវមានអនាម័យយើងអីអាហារមានជាតិគីមីច្រើនរត់ក៏មិនបានយកចិត្តទុកដាក់ស្រួលបួលអញ្ចឹងក្នុងពោះរបស់យើងនឹងចូលសុទ្ធតែរោគដល់តែពេលមេរោគហ្នឹងវាច្រើនពេកទៅវាធ្វើឲ្យអាប្រតិកម្មនៅក្នុងខ្លួនយើងហ្នឹងអា antibody អង់ទីកអាការទៅប្រយុទ្ធមេរោគហ្នឹងវាបង្កើតឲ្យច្រើនមែនតើព្រោះវារោគច្រើនពេកដល់រោគច្រើនពេករាងកាយរបស់យើងហ្នឹងផលិតរបស់ផលិតដើម្បីប្រយុទ្ធនឹងរោគដល់អញ្ចឹងរោគតាធ្ងន់មកវាយតាល្មមវាយដេករៀលអស់ហ្មងតតាធំខ្លាំងបានឈឺហើមកលៀនឬក៏ទៅពេទ្យអីលេបថ្នាំបាទល្មមអីគឺត្រឹមមកគាត់ណាលេបស្អីទឹកផុកអីដានគោដានកបីអាចគោអីហ្នឹងលេបទៅអត់សូវអីទេព្រោះដូចថាតាវាដូចថាធម្មតាតតាគីមីពុលខ្លាំងមកបានណារាងកាយយើងហ្នឹងវាទប់អត់បានទៅឈឺទៅកាត់អីទៅមហារីកអីក៏មានដល់តែពេលយើងមកដល់ស្រុកអាមេរិកនេះដោយសារតែប្រព័ន្ធសុខាភិបាលប្រព័ន្ធចំណីអាហារប្រព័ន្ធស្អីគេវាល្អពេក
វា clean វាសម្អាតវាអត់មានមេរោគវាគេប្រយ័ត្នប្រយែងគ្រប់បែបយ៉ាងគេមិនអោយប្រើគីមីពុលគេមិនអោយដាក់បន្លែនេះត្រូវតែពិនិត្យត្រូវតែស្អីឲ្យគេអប់រំប្រជាពលរដ្ឋគេចាក់វ៉ាក់សាំងគេចាក់អីអង្គទីករបស់មនុស្សនៅក្នុងអាមេរិកនេះភាគច្រើនខ្សោយមែនតើយើងថាខ្សោយក៏បានប៉ុន្តែវាអត់ដែលមានមេរោគច្រើនដូចយើងមកពីខ្មែរអញ្ចឹងដល់អញ្ចឹងឲ្យតែស្អីតែបន្តិចចូលតែបន្តិចងួយបងប្អូនហើយគ្រាន់តែសម្ោចខំជួនកាលហ្នឹងអាលួយហើមជើងយកទៅពេទ្យសង្គ្រោះបន្ទាន់ក៏មានដែរខ្មែរយើងកុំថាសម្ោចខំបងប្អូនខ្ទួយតិចទៀតងាប់ផែតព្រោះដាក់តាខ្ទឹមសដើរភិលនៅណាស់បើហ៊ានតែខ្ទួយតិចមិនស្រួលហ្នឹងមិនត្រឹមតែសង្គ្រោះបន្ទាន់នេះស្លាប់ហ្មងខ្សោយអាគ្រឿងកាយហ្នឹងវាអត់ស៊ាំនឹងប្រែតនៅរស់អវជ័យដូចយើងណាវាយើងវាមានភ័ព្វវាសនាអញ្ចឹងវិញហើយគេថាយើងថ្លើមយើងប្រមាត់យើងឬក៏ស្អីអង្គទីកយើងហ្នឹងពេទ្យកវីតែក្បាលគាត់ថាដូចជាខ្លាំងជាងគេត្រង់ថាយើងហ្នឹងវាស៊ាំនឹងមេរោគដែលយើងមេរោគវាច្រើនពេកដល់អញ្ចឹងទៅវាទៅជាសំណាងមួយអាចគេហៅលៀបនៅក្នុងគ្រោះអញ្ចឹងទៅវិញតែខ្ញុំអត់ចង់ឲ្យបានសំណាងអញ្ចឹងទេបងប្អូនខ្ញុំចង់ឲ្យរាងកាយយើងនឹងវាស្អាតអញ្ចឹងមកហើយយើងនាំគ្នាថែរក្សាខ្លួនទៅចំណីគេហៅស្រឡាញ់ខ្លួនឲ្យស្ងួនចំណីទៅអីចឹងទៅតែយើងអញ្ចឹងខ្មែរយើងក៏ដូចអញ្ចឹងដែរគឺសម្រាមឲ្យពេញអាចឆ្កែពេញហ្នឹងអត់បោសទេអ្នកណាមកបោសររឿងទៀតដោយសារយើងស្វំយូរទៅដល់បោះអាចឆ្កែនឹងអស់ទៅជួនកាលថ្ងៃខ្លះដែលយើងដូចទៅវាមានអារម្មណ៍ថាដូចជាបាត់អីរសជាតិក្លិនអីមួយយ៉ាងដូចជាអត់សំណុកក្នុងខ្លួនហ្នឹងចឹងតតែអាញ៉ែថ្ងៃចឹងអានេះដែលជារឿងបញ្ហារបស់យើងតែម្ដងនេះខ្ញុំសូមសរសើរលោក Thomas Andrew ទៅស្រុកខ្មែរយើងទទួលស្វាគមន៍អត់មាត់អីមកទេមកដល់ម៉ោងនេះអត់ទាន់មាត់អីនឹងលោក Thomas Andrew តាមមួយម៉ាត់ក៏អត់ដែរអត់មានសេចក្តីថ្លែងការណ៍ពីមុនណាពីមុនទាំងលោកយ៉ាសកៃទាំងលោកសូរិយាសុបឌីអ្នកស្រីរ៉ូណាស្មីតវិធិតមន្តភ័ណ្ឌបានតែចេញសេចក្តីថ្លែងការណ៍អត់ទាន់បានតែ5នាទីទេស្រោចហ្មងគឺពេញប្រទេសហ្មងក្នុងស្រុកខ្មែរពីរដ្ឋាភិបាលពីអាមីអាថោងពីអីនោះគឺចាប់មកជេរបតិចផ្ដាសាឬក៏តបគ្រប់គ្នាថាលំអៀងថាអីចឹងប៉ុន្តែដល់ពេលលោក Thomas Andrew ស្រាប់តែរាយការណ៍20នាទីបកប្រែខ្ញុំបកប្រែ30នាទីសេចក្តីថ្លែងការណ៍គាត់រដ្ឋាភិបាលសរសើរលោក Thomas Andrew យកសេចក្តីថ្លែងការណ៍គាត់យកទៅផ្សាយពេញពិភពលោកផ្សាយតែមួយជ្រុងគត់គឺរឿងជនភៀសសអាគាត់លើក15ចំណុចទៀតធីបចោលសិនពួកអីពងចង់វាយថៃចឹងសរសើរលោក Thomas នឹងកន្លែងហ្នឹងទៅសើញឈុំហើយឈុំទៀតឈុំហើយឈុំទៀតរឿងជនភៀសសរឿងរំលោភសិទ្ធិជនភៀសសរឿងរំលោភជនភៀសសរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានច្បាប់ជាតិច្បាប់អន្តរជាតិជនភៀសសពួកអីលោក Thomas Andrew គាត់និយាយពីរឿងវេទនារបស់ជនភៀសសវាត្រូវចិត្តខ្មែរយើងមែនតើវាត្រូវម៉ាច់ហ្មងណាហើយយើងសរសើរគាត់យើងលើកគាត់ដល់កពូលហើយពេញចិត្តនឹងផ្សាយសេចក្តីថ្លែងការណ៍ណាប៉ុន្តែនេះជាកំបិតចិត្តដងរបស់រដ្ឋាភិបាលកម្ពុជាទេណានៅពេលដែលយើងសរសើរនឹងលើកតម្លៃសេចក្តីថ្លែងការណ៍របស់គឺយើងមើលតែមួយចំណុចហ្នឹងទេក៏ប៉ុន្តែអាចចំណុចដែលយើងសរសើរហ្នឹងណាយើងអរគុណលោក Andrew ហើយយើងផ្សាយជំនួសលោក Andrew ពេញពិភពលោកហ្នឹងដើម្បីឲ្យថៃបាក់មុខហ្នឹងថៃគេចាប់ផ្ដើមលូតមកភ្លាមទាំងនាយករដ្ឋមន្ត្រីថៃទាំងក្រសួងការបរទេសថៃទាំងរដ្ឋាភិបាលថៃទាំងបន្ទប់ស្ថានភាពថៃគឺស្រោចទាំងយោធាថៃមកទាំងអស់គឺមកទប់នឹងលោក Thomas Andrews ដោយកម្ពុជាធ្លាប់ទប់អ្នករាយការណ៍ពិសេសមុនអញ្ចឹងគឺចំណុចតែមួយគត់ដែលដោយកម្ពុជាធ្វើជាមួយអ្នករាយការណ៍ពិសេសពីមុនមកដែលឥឡូវយើងអត់ធ្វើគឺថៃចាត់ទុកលោក Thomas Andrews នេះថាលំអៀងកាប់មុខស្ដាប់ព័ត៌មានតាមមួយខាងថៃនិយាយត្រូវខ្ញុំមិនកាន់ជើងថៃទេតែថៃនិយាយត្រូវព្រោះលោក Andrew លោក Thomas Andrew រាយការណ៍តែពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏អត់បានរាយការណ៍អំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសថៃទេព្រោះនៅប្រទេសថៃគេមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅប្រទេសថៃដែរដូច្នេះគឺជាអាណត្តិរបស់លោក Thomas Andrew គាត់រាយការណ៍តែប្រទេសកម្ពុជាទេសំខាន់គឺម្ចាស់ផ្ទះទទួលស្គាល់គឺរដ្ឋាភិបាលកម្ពុជាទទួលស្គាល់តែដូចខ្ញុំនិយាយចឹងទទួលស្គាល់តែមួយចំណុចចាំខ្ញុំប្រាប់ថា14ចំណុចទៀតក៏អត់ទទួលស្គាល់នឹងមានអីគេណាអត់មិនមែនថាអត់ទទួលស្គាល់អត់ទាន់ហ៊ាននិយាយអញ្ចឹងថៃទាត់ចោលតែរបាយការណ៍
ហើយថៃហ្នឹងក៏អញ្ចឹងដែរគួរឲ្យអស់សំណើចណាស់ទាត់ចោលរបាយការណ៍របស់លោក Thomas Andrews តាក់ទងនឹងរឿងជនភៀសសឹកក៏ប៉ុន្តែទទួលស្គាល់របាយការណ៍លោក Thomas Andrews តាក់ទងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាណាថៃគឺទៅ funny គួរឲ្យអស់សំណើចមែនតើយើងមើលរឿងនេះចឹងបានខ្ញុំថាបងប្អូនយើងជាប្រជាពលរដ្ឋយើងសប្បាយនឹងមើលអ្នកនយោបាយបោកប្រាស់យើងប៉ុន្តែយើងកុំល្ងងយើងចាំមើលចរិតគាត់ហើយខ្ញុំឲ្យបងប្អូនរៀនយល់អំពីចរិតពវៀនបទជំទាស់របស់អ្នកនយោបាយថាគាត់បោកប្រាស់យើងប៉ុណ្ណាហើយគាត់ចេះកេងចំណេញនយោបាយតែជ្រុងណាហើយធ្វើឲ្យប្រជាពលរដ្ឋអត់បានដឹងជ្រុងណាអញ្ចឹងយើងជាប្រជាពលរដ្ឋត្រូវដឹងអាជ្រុងដែលគាត់អត់ប្រាប់ថៃនាយករដ្ឋមន្ត្រីថៃលោកនទិនច័ន្ទវរៈគុលថ្ងៃនេះគាត់ថ្លែងសារជាសាធារណៈគាត់ប្រាប់ថាលោក Thomas Andrew មិនស្គាល់ប្រវត្តិសាស្ត្រថៃទេរាយការណ៍តែម្ខាងទេអំពីជនភៀសសឹកអត់បានស្ដាប់ភាគីថៃលើកទឹកចិត្តឲ្យលោក Thomas Andrew ទៅស្ដាប់ភាគីថៃផងក៏ប៉ុន្តែលោកអនុទិនច័ន្ទវរៈគុលគាត់សំអាងថាអញ្ចេះគាត់ថាលោករាយការណ៍ពីជនភៀសសឹកដែលគិតថាថៃឈ្លានពានហើយរំលោភសិទ្ធិរបស់ជនភៀសសឹកហ្នឹងគឺមិនត្រឹមត្រូវទេអាងដូចអ្នកដតីទៀតដែលខ្ញុំបានផ្សាយពីយុគដីកន្លែងដែលថៃយកបានដែលខ្មែរទៅឈ្លានពានទន្ទ្រានរស់នៅដោយខុសច្បាប់យូរហើយថៃឲ្យដីនឹងនៅតែថៃដេញអត់ព្រមចាក់អត់ព្រមទៅវិញតែប៉ុណ្្នឹងឯងឥឡូវនេះគឺគេយកទៅវិញ50ឆ្នាំជាងអាហ្នឹងថៃនៅតែប្រកាន់ចំហដដែលក៏ប៉ុន្តែជាល្បិចថៃទេព្រោះធម្មតាបើយើងទៅនៅដីខ្មែរណាដែលទៅនៅដីថៃខុសច្បាប់បានបងប្អូនវាអត់មានអញ្ចឹងទេយើងទៅនៅដីគេបាននោះហើយគេមិនដេញចោះជំរុំទាំងអស់ដែលបិទអស់ហេតុអីអត់មានមនុស្សនៅម្នាក់ហេតុអីក៏គេបិទបានហេតុអីបានជានងច័ន្ទឬក៏ភូមិព្រៃច័ន្ទនឹងជោគជ័យហ្នឹងថៃបិទបាននេះជាល្បិចដ៏ថោកទាបរបស់ថៃនៅក្នុងការចង់ទន្ទ្រានយកដីយើងហើយយកលេសអាហ្នឹងវាយយកទាំងអស់ចុះបើវាយយកតែភូមិព្រៃច័ន្ទឧទាហរណ៍ចុះហេតុអីវាយយកភ្នំទ្រាប់ហេតុអីវាយយកប្រាសាទតាមាន់ធំហេតុអីវាយយកប្រាសាទតាកបីប្រាសាទខ្នានិងទីតាំងច្រកអានសេះអូស្មាច់បឹងតគួនកន្លែងផ្សេងទៀត76ទីតាំងទៀតអានេះជាល្បិចថោករបស់ថៃប៉ុន្តែគាត់ស្មានតែប្រជាពលរដ្ឋខ្មែរល្ងងគាត់ស្មានតែអន្តរជាតិល្ងងប៉ុន្តែអន្តរជាតិសប្តាហ៍នេះគឺល្ងងមែនហើយដោយសារអីដោយសារកម្ពុជាអត់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីថ្កោលទោសថៃរឿងហ្នឹងតែប៉ុណ្្នឹងឯងយើងនៅចរចាជាមួយថៃដែលថោកទាបតែយើងថោកខ្លួនឯងដែរតែយើងប្តឹងទៅតុលាការអន្តរជាតិទៅវាចប់ហើយថៃអត់មានមកថោកអីកើតទៀតទេថោកតែគាត់ទៅយើងកុំទៅថោកជាមួយថៃឥឡូវនិយាយពីរឿងសៀស័កភួងកេតកែវវិញរដ្ឋមន្ត្រីក្រសួងការបរទេសថៃថ្ងៃនេះគាត់បន្ថែមទៀតគាត់និយាយពីរឿងជនភៀសសឹកហ្នឹងទៀតគាត់និយាយថាថែមដោយអ្វីដែលលោកអនុទិនច័ន្ទវរៈគុលនិយាយចឹងថាដីកន្លែងដែលថៃគ្រប់គ្រងនេះអត់មានមកធ្វើបាបជនភៀសសឹកខ្មែរទេថាលោកThomas Andrews ហ្នឹងអត់ទៅសួរថៃផងថាថៃក៏មានជនភៀសសឹកជាង400,000នាក់ដែរថៃ400,000នាក់ដែរគេចលះហើយក៏គេវិលមកផ្ទះវិញបានអត់មានបញ្ហាខ្មែរ600,000នាក់ជាងថៃថាឃើញវិលទៅផ្ទះវិញអស់ជាង600,000នៅសល់តែ20,000ជាងហើយដីដែលចូលអត់បានហ្នឹងគឺជាដីដែលឡានអធិបតេយ្យថៃហើយថាកម្ពុជាព្រមព្រៀងឲ្យអ្នកណានៅហ្នឹងទៀតណាគេថាលោក Thomas Andrews អត់ទៅមើលកិច្ចព្រមព្រៀងហ្នឹងទៅទៀតអត់វិភាគឲ្យមែនតានហើយខឹងលោក Andrew ថាអត់ផ្សាយពីរឿងខ្មែរបាញ់កំជ្រួចM21 ទៅប៉ះមន្ទីរពេទ្យជនស៊ីវិលថៃស្លាប់រដូករណែលទៀតគាត់ថារាយការណ៍តែមួយជ្រុងអត់មើលឲ្យគ្រប់ជ្រុងអីចឹងទៅមួយយ៉ាងដែរប៉ុន្តែសួរថាណានាំអាចមុនណាអ្នកវាយមុនខែងខ្លួនឯងអ្នកមកទន្ទ្រានឈ្លានពានដីខ្មែរតែបើខ្មែរការពារខ្លួនអានឹងធ្វើមិនបើបាញ់ទៅវាត្រូវខ្លះទៅអីខ្លះទៅវាបាញ់គ្នាធម្មតាសាច់ទឹកដាក់គ្នាតែទឹកខ្លះគាត់ថានេះហើយថៃគេយកអានឹងជាលេសដើម្បីសគ្រប់ការពារឥឡូវខ្ញុំទុកអានឹងម្ដុំសិននេះថៃប៉ុន្តែថៃចាំលោក Thomas Andrew ខ្ញុំចាំនៅក្នុងប្រសាសន៍របស់គាត់នៅតាមសិទ្ធិសារព័ត៌មានថ្ងៃទី31ខែកក្កដាហ្នឹងគឺគាត់និយាយនឹងសហការជាមួយរដ្ឋាភិបាលខ្មែរផងថៃផងដើម្បីដោះស្រាយបញ្ហា